សម្រាប់វីដេអូនេះយើងតពីវីដេអូមុនគឺជាវីដេអូបន្ទាប់តាក់ទងជាមួយនឹងការងាររបស់យើងគឺសំដៅទៅលើការងារ interface តាក់ទងជាមួយនឹងប៊ូតុង device គឺវាមានពីរប៊ូតុងបច្ចុប្បន្នខ្ញុំអត់ទាន់បានអាប់ដេតបន្ថែមទេចាំមើលខ្ញុំទៅនេះទៀតខ្ញុំរៀបចំការងារផ្សេងដូចជា active account ការ rec account បង្កើត account ឬក៏ការផុស YouTube ផ្សេងចាំខ្ញុំរៀបចំដាក់ចូលក្នុង tool នឹងដែរប៉ុន្តែបច្ចុប្បន្នយើងមានប៉ុណ្្នឹងសិនចឹងឥឡូវយើងនិយាយតាក់ទងជាមួយនឹងនៅមុខងារប៊ូតុង device មួយសិនប៊ូតុង device យើងឃើញអាមុនហ្នឹងគឺយើងបានរៀបចំវាហើយតាក់ទងជាមួយនឹងការងាររបស់វាមួយចំនួនគឺយើងដាក់តាក់ទងជាមួយនឹង folder របស់ Audi ហើយនឹង folder របស់ setting ដែលយើងត្រូវរក្សាទុកអញ្ចឹងយើងជួយធ្វើការតាក់ទងជាមួយនឹងការងាររបស់វាបន្តយើងរៀបចំការងារបន្តទៀតមកតាក់ទងជាមួយនឹង number Audi នេះគឺជាចំនួនតាក់ទងជាមួយនឹងការបើក Audi ម្ដងក្នុងពេលតែមួយដើម្បីឲ្យវាដំណើរការហ្នឹងអាស្រ័យទៅលើកុំព្យូទ័ររបស់យើងទេកុំព្យូទ័រយើងខ្លាំងប៉ុណ្ណាអាចថាវាដើរស្រួលយើងរៀបចំវាដាក់ប៉ុណ្្នឹងទៅឥឡូវឧទាហរណ៍ខ្ញុំដាក់ចំនួន5 LD អញ្ចឹងមកបន្ទាប់មកខ្ញុំតាក់ទងជាមួយនឹង West Aster LD boot នេះមានន័យថាឲ្យវារងចាំមានន័យថាបើកតាក់ទងជាមួយនឹង LD បន្តឥឡូវឧទាហរណ៍ខ្ញុំដាក់ពី LD 1ទៅ LD 1ចំនួន10វិនាទីដើម្បីកុំឲ្យវាក្រាំងណាពេលដែលយើងបើកម្ដងឧទាហរណ៍យើងដាក់ម្ដង6ពេលដែលយើងចុច start ទៅវាបើកម្ដង6បើយើងអត់កំណត់អានេះទេបើយើងកំណត់នេះទៅវាស្រួលមានន័យថាវា10វិនាទីគឺវាបើកទៅលើ LD 1 10វិនាទីក្រោយទៀតវាបានបើក LD 1អញ្ចឹងណាអញ្ចឹងជីវៀងតាក់ទងជាមួយនឹង LD របស់យើងកុំឲ្យមានបញ្ហាទៅលើការក្រាំងបើយើងបើកព្រមគ្នាច្រើនក្នុងពេលតែមួយអញ្ចឹងយើងរៀបចំអានេះដាក់មកឥឡូវអានេះយើងគ្រាន់តែឧទាហរណ៍ណាកម្លាំងកុំព្យូទ័រយើងខ្លាំងឬក៏ស្នោយើងរៀបមើលតាមជាក់ស្ដែងយើងតេស្តមើលទៅបន្ទាប់មកការងារបន្ទាប់ទៀតយ៉ាងនេះយើងដាក់អូតូទៅដើម្បីឲ្យវាប្រើតាក់ទងជាមួយនឹង hardware ហើយនឹង NVIDIA ទៅលើ GPU របស់យើងអីហ្នឹងដើម្បីឲ្យវាជំនួយតាក់ទងជាមួយនឹងការងាររបស់យើងវាដើរបានស្រួលរលូនបន្ទាប់មកតាក់ទងជាមួយនឹងនេះវាអត់មានជាបញ្ហាទេអានេះគ្រាន់តែវា default មកជាមួយនឹងតាក់ទងជាមួយនឹង screen កុំព្យូទ័ររបស់យើងទេ screen របស់យើងវាប៉ុណ្ណាវាលោកប៉ុណ្ណឹងឲ្យតាក់ទងជាមួយនឹង display របស់វាមកឥឡូវយើងមកតាក់ទងជាមួយនឹងមុខងារតាក់ទងជាមួយនឹង CPU ហើយនឹង RAM ហើយនឹង resolution មុខងារតាក់ទងជាមួយនឹង LD Advanced Configuration ហ្នឹងគឺតាក់ទងជាមួយនឹងមុខងាររបស់ LD ឥឡូវឧទាហរណ៍ខ្ញុំចូលទៅកាន់ LD មួយសិនហើយយើងចូលមកកន្លែង setting មកនេះគឺតាក់ទងជាមួយនឹងការងាររបស់វាកន្លែងហ្នឹងអញ្ចឹងនៅក្នុង LD វាមានតាក់ទងជាមួយនឹងអីគេខ្លះយើងមើលថាវាមាន phone គឺយើងមានអានេះ resolution គឺ phone យើងដាក់ទម្រង់ phone ទូទៅយើងប្រើនេះទៅដើម្បីឲ្យវាស្រាលហើយ RAM advanced CPU ហើយនឹង RAM អញ្ចឹងយើងដាក់ប៉ុណ្្នឹងមកយើងរកមកក្នុង tool របស់យើងមកដើម្បីឲ្យវា config ឲ្យយើងមិនបាច់ចាំរៀបចំតាក់ទងជាមួយនៅក្នុងនេះក៏បានដែរពេលដែលយើង run tool ទៅ tool វារៀបចំឲ្យទៅតាមការ set up របស់យើងផ្សេងរៀបចំផ្សេងក្នុងហ្នឹងឥឡូវឧទាហរណ៍ខ្ញុំដាក់2 core CPU ហើយ RAM ខ្ញុំដាក់2 core ដូចគ្នា CPU គឺ RAM ប៉ុណ្្នឹងដែរហើយ resolution ខ្ញុំដាក់ទៀមផតគឺ540 គុណនឹង960 DPI របស់វា240 គាត់គឺសម្រាប់ទូរស័ព្ទដៃហើយបន្ទាប់មកយើងតាក់ទងជាមួយនឹង auto arrest គឺសំដៅទៅលើការរៀបចំ LD ជាជួរដេកឲ្យ column ជា column ជួរ column ឥឡូវឧទាហរណ៍យើងបើក LD ច្រើនអញ្ចឹងហើយយើងនេះក្នុង function របស់LD player គឺវាមានតាក់ទងជាមួយនឹងនេះ auto arrest window នេះគ្រាន់យើងចុចបាច់ទៅវារៀបចឹងឲ្យអញ្ចឹងក្នុង tool យើងក៏មានដែរយើងគ្រាន់តែថេចទៅហើយយើងរៀបចំទៅតើយើងចង់ឲ្យវាដាក់ក្នុងមួយជួរប្រមាណយើងនេះហើយយើងថេចអាហ្នឹងហើយយើងនេះ number window hero នេះយើងដាក់មកឲ្យវាប្រមាណជួរមក screen កុំព្យូទ័រយើងហ្នឹងដាក់ប្រមាណជួរយើងដាក់ទាំងឧទាហរណ៍ថាខ្ញុំចង់បាន7 instant ក្នុងមួយជួរអញ្ចឹងយើងដាក់7អញ្ចឹងទៅបន្ទាប់មកអានេះ auto mode សំឡេងគឺសំដៅទៅលើការ mode សំឡេងនៅក្នុង LD ឲ្យដោយមិនបាច់ចាំពិបាកយើងទៅចូលទៅបិទអីទេកន្លែងយើងអត់ចង់លឺតាក់ទងជាមួយនឹង sound នៃផ្សេងនៅក្នុង LD វាអាច auto mode ឲ្យយើងបានអញ្ចឹងណាគេវា mode សំឡេងឲ្យយើងបានពេលដែលយើងរើសមុខងារហ្នឹងបន្ទាប់មកតាក់ទងជាមួយនឹង West Aster LD boot មានន័យថាអាហ្នឹងពេលដែលវាបើក LD ហើយអញ្ចឹងឧទាហរណ៍វាចូលទៅកាន់ LD ហើយនេះវាធ្វើការអញ្ចឹងពេលដែលវាបើកនេះវា screen អញ្ចឹងសិនណាមានន័យថាឲ្យវាចាំសិនទៅកុំឲ្យវាបើកភ្លាមដំណើរការភ្លាមមានន័យថាពេលដែលវាបើក LD ភ្លាមឲ្យវាចាំរយៈពេលប្រហែលវិនាទីទៅឥឡូវឧទាហរណ៍ខ្ញុំទូទៅខ្ញុំដាក់10វិនាទីឬក៏5 10វិនាទីដើម្បីឲ្យវាស្រួល
ពេលដែលវាបើកទៅឲ្យវាឈប់សម្រាកបន្តិចសិនចំនួនប្រហែលវិនាទីនឹងសិនមកបន្ទាប់មកវាធ្វើការទៅតាមនឹងអញ្ចឹងពេលដែលវាផុតទៅតាមចំនួនដែលយើងកំណត់អាហ្នឹងគឺយើងរៀបចំតាមហ្នឹងហើយអានេះគឺតកតងជាមួយនឹងឈ្មោះអាប់ដេតតកតងជាមួយនឹង VPN ផ្សេងនេះអានេះគឺដាក់តកតងជាមួយនេះអូតូឆែកអ៊ីនធឺណិតមានន័យថាឲ្យវាឆែកអ៊ីនធឺណិតតើបងប្អូនអរគ្នាចង់ប្រើ VPN ឬក៏អីអញ្ចឹងណាបើថាយើងចង់ប្រើឲ្យវាឆែកអ៊ីនធឺណិតឲ្យកន្លែងរក VPN យើង error អីហ្នឹងទៅវាអាចរៀបចំឲ្យតាមហ្នឹងហើយហើយយើងដាក់ទៅហើយយើងដាក់ឈ្មោះ VPN យើងមកឈ្មោះអីឈ្មោះអីគឺវារៀបចំទៅហ្នឹងឲ្យហើយប៉ុន្តែយើងត្រូវคลิกមុខងារមួយនេះសិនអានេះតកតងជាមួយនឹងការអាប់ដេតតកតងជាមួយនឹង app ឧទាហរណ៍យើងចង់អាប់ដេត app VPN ឬក៏នេះ app Facebook អីហ្នឹងគឺយើងគ្រាន់តែដាក់ folder មកយើងរកទីតាំង folder យើងណាមួយដែលយើងចង់នេះមកយើងចង់ដាក់យើងគ្រាន់តែរើស folder ដាក់មកចុចឲ្យកើតមកប្រហែលខ្ញុំ fix ច្រឡំហ្នឹងនេះ click បើកឲ្យ click បានតែជាមួយខ្ញុំ update version ក្រោយអាហ្នឹងគឺសំដៅកន្លែងយើងនេះណាសម្រាប់ឲ្យយើង update VPN បានupdate VPN update app អីផ្សេងៗដូចជា app Facebook យើងចង់តម្លើង version វាអញ្ចឹងណាយើងមិនបាច់ចាំ update មួយក៏បានដែរគ្រាន់តែយើងដាក់ folder មកបើសិនបើវាមាន version ផ្សេងក្រៅពី version ចាស់របស់វានឹង update ឲ្យតែបើ version ដដែលគឺវា update ឲ្យទេវាឆែកទៅតាម version Facebook របស់យើងឲ្យអញ្ចឹងណាហ្នឹងប៉ុន្តែចាំមើល version ក្រោយចាំមើលខ្ញុំ update សិនទៅសារនេះវាចុចអត់បានតែអត់ដេចទេវាគ្មានជាបញ្ហាប្រហែលទេអានេះខ្ញុំគ្រាន់តែចុចបន្តិចទៅវាអាចធ្វើការប្រើប្រាស់បានចាំមើលតម្លាក់ version ក្រោយតមកតទៅជាមួយនឹង allow permission គឺសំដៅទៅលើនេះពេលដែលយើង click ទៅលើវាមកវាបង្ហាញនេះយើងចង់បើក permission អីខ្លះនៅក្នុង Facebook នេះឧទាហរណ៍នេះវាមាន permission ប៉ុណ្ណឹងអញ្ចឹងវាដាក់ប៉ុណ្ណឹងយើងចង់ឲ្យវាដំណើរការលើអីខ្លះយើងគ្រាន់តែ click វាមកឧទាហរណ៍ location អីចឹងមកដើម្បីឲ្យវាចាប់ទីតាំងបានល្អអញ្ចឹងណាទៅតាមទីតាំង VPN របស់យើងអីផ្សេងជាក់ស្ដែងដូចជា contact អីនេះទៅស្រួលវាអាច connect ទៅជាមួយ contact អីផ្សេងការ add friend អីចឹងវាស្រួលហើយ store នេះទៅជាមួយនឹងការពេលដែលយើងធ្វើការ upload វីដេអូអីផ្សេងវាធ្វើការពី storage មកអញ្ចឹងយើង save ប៉ុណ្ណឹងមកប៉ុណ្ណឹងគឺវាជាប់ឲ្យហើយអានេះគឺមុខងារមួយទៀតវាច្រើនតិចមុខងារនៅខាងមុខប៉ុន្តែគ្រាន់តែយើងរៀបម្ដងគឺវាហើយវាមានជាបញ្ហាអីទៀតទេហើយនៅមុខងារ auto close នេះមានន័យថាយើងគ្រាន់តែ click ប៉ុណ្ណឹងពេលដែលវាដំណើរការធ្វើឲ្យផ្សេងយើងគ្រាន់តែចុចប៊ូតុង stop គឺវាបិទ LD ឲ្យយើងដល់ស្វ័យប្រវត្តិហ្មងអញ្ចឹងណាប៉ុន្តែបើថាយើងគ្រាន់តែចង់ stop ធម្មតាអញ្ចេះគឺវាអត់បិទទេប៉ុន្តែបើយើងគ្រីសអានេះតទៅជាមួយនឹងកម្មវិធី LD ដែលវាដំណើរការជាមួយនឹង tool គ្រាន់តែយើងគ្រីសហើយយើងគ្រាន់ចុចប៊ូតុង stop ទៅវា close LD ឲ្យយើង auto បន្តិចមិនបាច់ចាំយើងពិបាកអង្គុយ close ម្ដងមួយទេអានេះបើសិនបើយើងចង់ហើយវាមានមុខងារមួយទៀតយើងគ្រាន់តែគ្រីសទៅហើយនេះគឺកន្លែង restore LD player តទៅជាមួយនឹងកន្លែង LD player យើងអីផ្សេងមានបញ្ហាដូចជាការកៀងឬក៏ខូចបើក LD អត់ចេញអីយើងអាចធ្វើការដាក់ backup បានឧទាហរណ៍យើងរៀបចំ account នេះផ្សេងយើងតែតែមាន file backup ទៅត្រូវហ្នឹងអញ្ចឹងយើងដាក់មកនេះអានេះគឺកន្លែង restore folder active VMS គឺសំដៅទៅលើ folder នេះ LD player ដែលយើងកំពុងប្រើជាក់ស្ដែងអញ្ចឹងយើងគ្រាន់ចូលទៅកាន់ folder LD មកហើយយើងចូលទៅកាន់ file របស់ VMS LD ដែលយើងកំពុងបើកប្រើហ្នឹងមកនេះឧទាហរណ៍អាហ្នឹងគឺជា LD ដើមដែលយើងរៀបចំឲ្យនៅក្នុង file របស់ LD ស្រាប់ហើយយើងគ្រាន់ copy ប៉ុណ្ណឹងយកមកដាក់មកនេះយើងមកស្ដាប់មកនេះ copy address ហ្នឹងយើងយកដាក់ខាងលើបន្ទាប់មកយើងមាន backup គឺសំដៅទៅលើ file backup ដែលយើងបានរៀបចំហើយយើង copy ប្រមាណហ្នឹងយកទៅទុកចឹងឥឡូវខ្ញុំមាន backup មួយហ្នឹងមកនេះ backup ហើយទៅលើ LD គេ LD post យើងដាក់ឈ្មោះវាឲ្យស្អាតៗដើម្បីចំណាំខ្លួនឯងទៅអាហ្នឹងហើយយើងដាក់មកយើង save setting មកអញ្ចឹងថ្ងៃក្រោយពេលដែលយើង post មានបញ្ហាទៅលើ LD គៀងឬក៏ពេលខ្លះ LD វាតែងតែមានបញ្ហាងាប់ file ពេលដែលភ្លើងដាច់ឬក៏បញ្ហាចៃដន្យអីណាមួយអញ្ចឹងណា LD វាបើកអត់ចេញអញ្ចឹងវាធ្វើការ restore LD ឲ្យយើងសារថ្មីដើម្បីឲ្យវារៀបចំតាក់ទងជាមួយការងាររបស់យើងផ្សេងតាក់ទងជាមួយការ set up អាហ្នឹងគឺមុខងារតាក់ទងជាមួយ restore LD អានេះខ្ញុំគ្រាន់និយាយទូទៅទេអ្នកទាំងអស់គ្នាអាចយកទៅសិក្សាហើយស្រាវជ្រាវខ្លួនឯងបន្ថែមទៅហើយឬក៏ឆ្ងល់ទេអាចសាកសួរខ្ញុំបន្ថែមទៀតបានហើយមុខងារមួយទៀតគឺតាក់ទងជាមួយនឹង run Aster startup Aster នេះខ្ញុំច្រឡំអានច្រឡំ run ad startup Aster មានន័យថាពេលដែលយើងដាក់មុខងារមួយហ្នឹងឧទាហរណ៍ខ្ញុំកំណត់10ចំនួន12នាទី
chẳng là pe đại nhom thời ca ba cầm thì máu cứ vì đừng ran ô tô này nhom cho siêu nhưng mùi má ở đây nhom khoan sẵn á nè hay vì đừng rọp cho nôn thằng nè mình này ta pe đại dương bao nhiêu mùi nắng ở đây rồi dương còn ba cầm thì dương sao thằng mình má chắc vì đừng rọp lên nhẹ thấy nhé vì rọp lên tam cho nôn chạy đài chẳng á dương ai cho stop bị bằng làm mấy mọi việc rồi đấy năng mình này ta ao vì ô tô start up tự tam ca set up របស់យើងចំនួនប្រហែលវិនាទីពេលដែលយើងបើកធូរមកគឺវានឹងរត់ចំនួនលេខប៉ុណ្ណឹងពេលរត់ចំនួនឧទាហរណ៍យើងកំណត់10វិនាទីនឹងហើយពេលដែលវារត់អា10វិនាទីនឹងផុតគឺវានឹងដំណើរការ start ទៅលើធូររបស់យើងរានអូតូបែបហ្នឹងអញ្ចឹងឃើញវាចាប់ដើមរត់បែបហ្នឹងឲ្យហ្មងដោយមិនចាំបាច់យើងទៅការคลิกទៅលើប៊ូតុង start នេះទេយើងអាច stop វិញបានចុច stop ចឹងមកហើយមុខងារចុងក្រោយមួយទៀតនៅក្នុងធូររបស់យើងគឺ auto stop ad សម្ដៅទៅលើការយើងចង់ឲ្យវា stop មានឧទាហរណ៍យើងផុសច្រើនប៉ុន្តែយើងអត់ដឹងថាការងារទៅមួយការផុសរបស់យើងវាអត់ដឹងថាចប់ពេលណាទេអញ្ចឹងយើងអាចធ្វើការ set up ទៅជាមួយនឹងពេលវេលាទុកចោលសារនេះយើងប្រើជាលក្ខណៈម៉ោងសកលម៉ោង23ហ្នឹងវាស្មើនឹងម៉ោង11:59 នាទីហើយអញ្ចឹងជាប្រភេទម៉ោងសកលអញ្ចឹងយើងចង់ឲ្យវាឈប់នៅម៉ោងណាយើងកំណត់ម៉ោងឲ្យវាទៅអញ្ចឹងដល់ម៉ោងដែលយើងបានកំណត់ហ្នឹងវានឹងធ្វើការឈប់តទៅជាមួយនឹងមុខងាររបស់យើងទាំងអស់ហ្មងតោះយើងកំពុងតែផុសអីមួយអញ្ចឹងទៅពេលដល់ម៉ោងហ្នឹងគឺវាឈប់ហើយបើយើងคลิกទៅលើប៊ូតុងនេះ set down PC មានន័យថាពេលដែលវាមកដល់ម៉ោងហ្នឹងហើយគឺវានឹងធ្វើការ count down តទៅជាមួយនឹងការបិទកុំព្យូទ័រយើងឬក៏ clear តទៅជាមួយនឹងព័ត៌មានផ្សេងការបើកប្រើប្រាស់យើងផ្សេងការងារបន្តឬក៏ folder ផ្សេងវា clear ហើយយើងវាបិទកុំព្យូទ័រយើងដល់ស្វ័យប្រវត្តិហ្មងមិនចាំយើងពិបាកហត់ព្រោះយើងចង់សម្រាប់អីចឹងទៅកាលឡូវវាការងារវាយូរយើងចង់សម្រាប់ចង់អីយើងអាចមុននឹងចុចអត់បានឥឡូវចុចបានហើយនេះឥឡូវមុននឹងបង្ហាញវាបញ្ហាដំបូងប៉ុន្តែអត់អីនេះខ្ញុំយើងដាក់មកយើងដាក់ folder ឧទាហរណ៍យើងមានខ្ញុំមានជានេះអាប់ដេតវាចឹងមកយើងដាក់មកហើយយើងមានតទៅមួយ version Facebook បន្តមាន version VPN អីផ្សេងយើងដាក់តាមនឹងយើងចង់ឲ្យវាអាប់ដេតយើងគ្រាន់ផាស folder យើងមកយើងគ្រាន់ copy path មកយើងយកមកផាសមកហើយយើងចុចប៊ូតុង save ទៅអញ្ចឹងបើសិនបើយើងមាន version បន្តថ្មីយើងគ្រាន់តែតម្លាក់ចូលមកយើងលុបអាចាស់ចោលទៅអញ្ចឹងពេលដែលវាបើកក្រោយមកបើសិនបើមាន version ថ្មីវានឹងធ្វើការ update ចូលទៅកាន់ LD យើងដល់ស្វ័យប្រវត្តិមកមិនចាំយើងហត់អង្គុយ update បើក LD នីមួយទេអញ្ចឹងពេលដែលយើងបើកដំណើរការលើការងារអីមួយបើសិនបើវា check មើលថាហើយយើងមាន version ថ្មីគឺវានឹង update ទៅកាន់ version ថ្មីនឹងឲ្យយើងចាក់ស្ដែងហ្មងអញ្ចឹងការងាររបស់យើងមានតែប៉ុណ្្នឹងទេតែទៅជាមួយនឹងមុខងារហ្នឹងខ្ញុំអត់មានអីច្រើនទេបើសិនមានចម្ងល់ឬក៏ច្បាស់អាចសាកសួរឬក៏ថតជាលក្ខណៈវីដេអូឬក៏ screenshot កន្លែងរូបភាពដែលឆ្ងល់អត់ច្បាស់ហ្នឹងមកកាន់ខ្ញុំមកចាំខ្ញុំបកស្រាយបន្ថែមសារវីដេអូយើងគឺខ្ញុំនិយាយទូដែរវាមិនទូណាស់ទៅយើងសម្រាញមកទាំងអស់កន្លែងបងប្អូនអ្នកគ្នាអត់តន់ច្បាស់អាចសួរបន្ថែមទៀតបាន